បាទសួស្តីថ្ងៃនេះខ្ញុំមាន iPhone X1 គឺនៅប្រើបានតាមថាជាប់ iCloud ដូចសភាពនៅក្នុងវីដេអូអញ្ចឹងតោះឥឡូវយើងចង់ដឹងថាជាប់ iCloud ឬក៏មិនជាប់ iCloud យើងដោតចូលកុំព្យូទ័រមកហើយយក serial ឬក៏ iMe ហ្នឹងយក copy នៅលើ pass នៅលើ website ដែល free ឥឡូវយើងធ្វើការ check មើលសិនបាទអញ្ចឹងឃើញថា Find My Phone On ត្រូវមានថាទូរស័ព្ទនេះជាប់ iCloud ប៉ុន្តែអត់មាន ID ទេអញ្ចឹងមានន័យថាទូរស័ព្ទនេះពីមុនមកធ្លាប់គេ bypass ម្ដងហើយអញ្ចឹងឥឡូវគេ sign out ចេញតែវានៅជាប់ iCloud ទេយក iMe ទៅ check ឃើញថាជាប់ iCloud អញ្ចឹងមានន័យថាទូរស័ព្ទនេះជាប់ iCloud ទេយើងអាចធ្វើការ write តែម្ដងបានទេអញ្ចឹងឥឡូវយើងធ្វើការ bypass ដោយប្រើ unlock tool បាទឥឡូវសូមបងប្អូនជួយចុច subscribe channel របស់ខ្ញុំម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗនេះជាឈ្មោះ channel របស់ខ្ញុំហើយបើសិនបងប្អូនត្រូវការតំណែងតំណមកខ្ញុំឆាតមកខ្ញុំអាចចុចលើក្រោម channel របស់ខ្ញុំនេះមកមាន link នៅទៅ3បងប្អូនអាចឆាត Telegram Facebook ក៏បានណាឬក៏មានចម្ងល់ផ្សេងអាចតាក់ទងមកខ្ញុំបានតាមរយៈ3 link ខាងលើបាទឥឡូវយើងធ្វើការbypass backup disable វាកូដដើម្បីឲ្យប្រើប្រាស់ SIM បានទីដំបូងយើងត្រូវតែបើកវាទៅជា recovery mode សិនបាទ recovery mode បាទទៅជា recovery mode ហើយបាទហើយបន្តមកទៀតបាទឥឡូវជួយវាទៅជា recovery mode ហើយបន្តមកយើងធ្វើឲ្យវាទៅជា DFU mode ជាដំបូងចុចប៊ូតុង power និងប៊ូតុង volume ដកតាណាគ្នាឲ្យជាប់ណាពីរទៅមួយពេលដែលទូរស័ព្ទរលត់ភ្លាមយើងបលែងដៃញាក់ទៅវិញចុច volume power volume ដកម្ដងទៀតហើយរាប់ត្រឹម5បលែង power ទុក volume ដកឲ្យជាប់ឲ្យយូរប្រហែលជា7-8សេកុងគឺ load DFU mode ហើយបាទឥឡូវគឺ load ហើយឥឡូវយើងទាញវាទៅមួយចំហៀងឥឡូវយើងបើក YouTube របស់យើងចូលកន្លែង Apple មកហើយចូលកន្លែង PW ដើម្បីធ្វើការ jailbreak របស់វាសិនបន្ទាប់ពី jailbreak success ហើយបាទយើងឈានចូលទៅដល់ការ boot RAM នេះតាមក្រោយបាទយើងរងចាំបន្តិចវាកំពុងតែធ្វើការ jailbreak ឯងបាទឥឡូវយើងឃើញថាការ jailbreak របស់យើង PW ហ្នឹងគឺជោគជ័យហើយបាទយើងដកដូចមួយដើម្បីឲ្យវា connect ថា score DFU mode ឥឡូវយើងចូលមករើស file របស់វាហើយ file របស់វាគឺខ្ញុំនឹងដាក់នៅ link ក្នុងវីដេអូបន្ទាប់ទៀតណាមើលនៅក្នុងវីដេអូខាងក្រោមគឺឃើញ link ហើយអញ្ចឹងអាចទៅមើល link បានបាទហើយទៅចុច boot RAM នេះមកអូខេយើងរងចាំវាបន្តិចបាទបើសិនជាបងប្អូនមើលវីដេអូនេះហើយនៅតែមិនសូវយល់ឬក៏មានចម្ងល់អ្វីអាចតាក់ទងតាម link បាទ Telegram ក៏បាន Facebook ក៏បាននៅខាងក្រោមchannel ខ្ញុំដាក់ដូចខាងមុខវីដេអូមិញអញ្ចឹងអាចធ្វើការតាក់ទងមកខ្ញុំបានហើយត្រូវការ order serial bypass ផ្សេងអីឬក៏ចង់ bypass ដល់ខ្លួនឯងគ្រាន់តែទិញ serial ទិញ SN អញ្ចឹងណាអាចទំនាក់ទំនងខ្ញុំមកខ្ញុំគិតក្នុងតម្លៃទូចំណេញពីបងប្អូនតែបន្តិចទេបាទឥឡូវយើងគិតថា boot RAM disk success ហើយឥឡូវយើង fix amount នេះមួយទៀតដើម្បីឲ្យជោគជ័យបាទចឹង fix amount របស់យើងក៏ជោគជ័យដែរហើយឥឡូវយើងធ្វើការ backup passcode បាទឥឡូវយើងធ្វើការ backup passcode តែមកទៅបាទឃើញថា backup passcode ក៏ទទួលបានជោគជ័យដែរឥឡូវយើងបើកមើល file វាសិនទៅយើងរក្សាទុក file ស្រួលគីឡូថ្ងៃក្រោយ iPhone X ហ្នឹងគឺជាប់iCloud លើក្រោយយើងអាចយកកូដរបស់វាហ្នឹងយកមក file វាហ្នឹងយកមក restore ឡើងវិញអាចប្រើប្រាស់បានម្ដងទៀតហើយ
បាទឥឡូវបន្ទាប់ពីbackup ហើយយើងធ្វើការ erase ទូរស័ព្ទវិញចោលតែម្ដងសម្អាត erase ហើយអញ្ចឹងបងប្អូនអាចមើលនៅក្នុងវីដេអូនេះបានគឺfile boot RAM នេះគឺខ្ញុំដាក់នៅក្នុងវីដេអូនេះអាចចូលទៅ download ទៅចូលក្នុង download តាមវីដេអូនេះទៅបាទហើយចុចលើ link នឹងមកហើយបន្តមកនេះឃើញដែរfile boot RAM របស់ iPhone អញ្ចឹងបងប្អូនអាចរើសមើលទៅថាតើ model បងប្អូនមួយណាបងអាចទៅ download បានយកទៅដាក់ធ្វើការ jailbreak ឬក៏ boot RAM ដូចក្នុងវីដេអូរបស់ខ្ញុំអញ្ចឹងបាទនេះហើយមានទាំង RAM disk iPhone RAM disk iPad បាទហើយអញ្ចឹងបងប្អូនមើលត្រង់ណាមិនយល់អាចឆាតមកខ្ញុំបានណា link នៅខាងក្រោមខ្ញុំដាក់ឲ្យអូខេហ្នឹងបាទឥឡូវយើងបន្តរបស់យើងទៀតបាទឥឡូវយើងបាន factory reset វាឡើងស្អាតអស់ហើយអញ្ចឹងរងចាំឲ្យវាដំណើរការឡើងវិញឲ្យវាចេញ hello សិនបាទរងចាំវាបន្តិចត្រង់ហ្នឹងវាយូរតិចដែរហើយមិញខ្ញុំបានខលវាទៅមុខបន្តិចដែរបាទដើម្បីឲ្យវាលឿនបន្តិចបាទយូរត្រង់ចំណុចនេះខ្ញុំបានកាត់វីដេអូបន្តិចដើម្បីឲ្យវាលឿនតែយើងរងចាំវាយូរពេកបាទឥឡូវទូរស័ព្ទយើងជិតដំណើរការអូខេឥឡូវត្រូវបានបើកដោយជោគជ័យហើយអូខេតោះឥឡូវយើងធ្វើការវាម្ដងទៀតសូមចូលកន្លែងបញ្ជូនវាទៅជា recovery mode ម្ដងទៀតបាទឥឡូវយើងចូលទៅជា recovery mode បាទឥឡូវយើងចុចវាជា DFU ម្ដងទៀតចុច volume នឹង power volume ដកនៅពេលដែលទូរស័ព្ទលុតយើងញាក់ដៃបន្តិចចុចម្ដងទៀតបាទចុចក្នុងវីដេអូរបស់ខ្ញុំអញ្ចឹងចុចមកហើយពេលរាប់ត្រឹម5ប្រឡែង power នៅសល់ volume ដកហើយបន្តមកនោះទូរស័ព្ទវានឹងចូល DFU mode បាទអូខេឥឡូវចូល DFU mode ទៅឥឡូវយើងចូលទៅPW វិញម្ដងបាទយើងចូលទៅធ្វើដូចកាយយើងធ្វើដំបូងអញ្ចឹងយើងធ្វើវាឡើងវិញបាទឥឡូវមានថាជោគជ័យហើយឥឡូវយើងដកដូចបន្តិចបាទគឺវាឡើងស្គាល់យើងដកដូចទៅវិញដកចេញហើយដកចូលទៅវិញវានឹងស្គាល់ DFU mode បន្តមកយើងរើស file boot RAM disk មិញអញ្ចឹងយើង boot RAM disk មកboot RAM disk ដូចយើងការធ្វើក្បាលវីដេអូដំបូងអញ្ចឹងធ្វើជំហានទី1ជំហានទី2ដូចគ្នាបាទឲ្យវាដើរដល់ចប់សិនទៅ
បាទឥឡូវយើង boot remedy បានជោគជ័យហើយបន្ទាប់ពី boot remedy ហើយ យើងគ្រាន់តែធ្វើការ restore បាទ restore backup បាទយើង restore នៅ file ដែលយើងធ្លាប់ backup មិញហ្នឹងបាទយើង restore មកអូខេឃើញថាជោគជ័យហើយអញ្ចឹងប៉ុណ្ណឹងគឺជាការស្រេចបាទទូរស័ព្ទវាចូលទី recovery mode យើងអាច exit វាបានឲ្យវាទៅជាចេញធម្មតាវិញមកហើយទៀតទូរស័ព្ទពេលបើកមកវិញវានឹងចេញទៅដល់ menu ដោយខ្លួនឯងពេលនោះទូរស័ព្ទយើងនឹងអាចដំណើរការ SIM ឬក៏អ៊ីនធឺណិតអ្វីផ្សេងបានដូចទូរស័ព្ទទូទៅទាំងអស់បាទ អូខេឃើញទេបាទឆ្វាច់មកអូខេចុចពាក្យត្រាស់មកអូខេអញ្ចឹងមានថាទូរស័ព្ទហ្នឹងគឺដំណើរការ SIM ទាំងអ៊ីនធឺណិតបានជោគជ័យទាំងអស់ឡើងវិញហើយបាទអញ្ចឹងសូមជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយពេញចិត្តវីដេអូនេះដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតបាទសង្ឃឹមថាបងប្អូនមើលវីដេអូនេះហើយគឺទទួលបានជោគជ័យទាំងអស់គ្នាសូមអរគុណ